រឿងខ្មោចទឹករឿងនេះរន្ធត់ណាស់នៅក្នុងភូមិមួយឆ្ងាយដាច់ស្រយាលបណ្ដាលជាប់ទន្លេធំមានទឹកច្រាំងស្រស់ស្អាតមនុស្សភូមិនោះរួមនៅដោយការនេសាទនិងដាំស្រូវតាមជាច្រាំងទន្លេនោះមានឈ្មោះថាទន្លេព្រាយដែលត្រូវបានគេនិយាយគ្នាថាមានអត្តព្រំអាក្រក់មួយរួមនៅក្រោមទឹកចំនួនមួយទៅចំនួនមួយគេប្រមានកូនចៅកុំឲ្យទៅលេងទន្លេពេលយប់ព្រោះបាននរណាចូលទៅអាចមិនត្រឡប់មកវិញទៀតតែពេលវេលាកន្លងទៅមនុស្សភូមិមិនជាចំពោះរឿងព្រេងនោះទេពួកគេចាត់ទុកថាជារឿងព្រេងសម្ដែងសម្រាប់ធ្វើឲ្យក្មេងតូចខ្លាចក៏ប៉ុន្តែព្រឹត្តិការណ៍ចាប់ផ្ដើមកើតឡើងនៅយប់មួយថ្ងៃនោះក្រុមក្មេងវ័យជំទង់4នាក់រួមមានវុធី តារា ស្រីនិត និងច័ន្ទដាបានបបួលគ្នាចូលទៅខ្ទមមួយនៅជាយទន្លេពួកគេមិនជឿរឿងព្រេងខ្មោចអីនឹងទេហើយបង្ហាញថាមិនខ្លាចអ្វីឡើយពួកគេចូលជិតទន្លេការនំពោភ្លើងបើកភ្លើងតូរៀបចំអាហារសប្បាយរីករាយពេលយប់ទន្លេចាប់ផ្ដើមស្ងាត់ស្ងៀមមានតែសំឡេងខ្យល់បក់និងសំឡេងទឹកហូរបក់ច្រាំងនៅពេលនោះស្រីនិតបាននិយាយអំពីរឿងព្រេងខ្មោចទឹកនាងប្រាប់ថាគេនិយាយថាខ្មោចទឹកនេះគឺជាស្ត្រីវ័យក្មេងម្នាក់ដែលបានលង់ទឹកស្លាប់នៅជិតច្រាំងនេះព្រោះត្រីប្តីក្បត់ប្រលឹងនាងមិនបានទទួលសេចក្តីសុខទើបនាងខ្លាចជាខ្មោចទឹករងចាំទាងអ្នកដែលហ៊ានប្រមាថទន្លេទើបតារាក្មេងវ័យក្មេងដែលចូលចិត្តកំ pl ែងសក់យ៉ាងមិនខ្លាចគេនិយាយថាបើខ្មោចទឹកពិតមានស្រស់ស្អាតដូចក្បត់ប្តីនឹងអាចចង់ឲ្យវាមកក្បត់ខ្ញុំដែរសំឡេងសើចរីករាយតែចុងក្រោយបំផុតសូម្បីសើចក៏ស្ងៀមជាប់ពេលពួកគេមើលទៅលើទន្លេគេឃើញស្រមោលស្ត្រីស្លៀកសម្លៀកបំពាក់ពណ៌សឈរលើផ្ទៃទឹកមុខនាងសពថ្ងៃត្រូវបានស្រមោលព្រិលគ្របទឹកក្តៅក្តៅកំពុងបែកឡើងជារង្វង់ស្រីនិតចាប់ដៃវុធីទាន់ភ្លាមមើលទៅខ្ញុំមិនចង់នៅទីនេះទេតែតារាហៅទៅមើលស្រមោលនោះអ្នកណាកុំធ្លាប់ជាខ្មោចមកជិតនេះទៅទើបស្រមោលស្ត្រីនោះចាប់ផ្ដើមដើរមកជិតប៉ុន្តែជំនួសឲ្យជើងគាត់មានតែដៃអណ្ដែតក្នុងទឹកទៀងរៀងរបស់នាងមកជិតពេលនាងក្បែរទឹកច្រាំងមុខស្រមោលបានបញ្ចេញយ៉ាងច្បាស់មុខសពស្រស់ស្អិតមានភ្នែកខ្មៅទំនក់ចេញឈាមសក់វែងរិលហូរទៅតាមទឹកពួកគេចាប់ផ្ដើមរត់ប៉ុន្តែតារាដែលដើរជិតទន្លេត្រូវដៃខ្មៅទឹកទៀងចុះក្នុងទឹកគេរមាស់ស្រីសុំជំនួយប៉ុន្តែទឹកភ្ជួរទៀងខ្លួនគាត់ចុះវុធីនិងច័ន្ទដាចូលចិត្តចង់ជួយទៀងប៉ុន្តែដៃស្ពឹកពណ៌ខ្មៅពីក្នុងទឹកច្រើនទៀតលូតឡើងហាក់បីដូចជាមនុស្សជាច្រើនកំពុងអះអាងចង់ទៀងស្រីនិតស្រែកយំស្រែកអធិដ្ឋានទៅវត្តឲ្យជួយចុងក្រោយវុធីយកកាំបិតដែលយកមកកាប់សាច់ចាក់ទៅដៃខ្មៅទឹកសំឡេងរំដំពីទន្លេចេញឡើងដូចអូស្រមោលស្ត្រីនោះកើនឡើងលើផ្ទៃទឹកបញ្ចេញសំឡេងអាបាតសាហាវថាអ្នកណាក៏មិនអាចគេចផុតពីទន្លេរបស់ខ្ញុំបានទេភ្លាមនោះតារាត្រូវទាញចូល disappearance ទៅក្នុងទឹកបាត់ស្រមោលទាំងមូលទឹកជាប់ស្ងៀមវិញមានតែរលកតូចវុធីច័ន្ទដានិងស្រីនិតរត់ចេញពីទីនោះទៅដល់ភូមិយំជាស្រែកពួកគេប្រាប់អ្នកភូមិប៉ុន្តែគ្មាននរណាអាចទៅរកសពតារាវិញបានចាប់តាំងពីថ្ងៃនោះទៅមនុស្សភូមិចាប់ផ្ដើមគោរពនិងខ្លាចទន្លេព្រាយម្ដងទៀតពេលយប់ណាដែលខ្យល់កំពុងបក់ហើយពន្លឺផ្លែច័ន្ទបញ្ចេញលើទន្លេមនុស្សភូមិបង្រៀនកូនថាកុំធ្វើកំ pl ែងប្រមាថទន្លេព្រោះខ្មោចទឹកអាចរងចាំអ្នកខ្លះទាញចុកទៅក្នុងអណ្ដួងងងឹតជារៀងរហូតបន្ទាប់ពីការបាត់ខ្លួនរបស់តារាមនុស្សភូមិទាំងមូលព្រួយបារម្ភយ៉ាងខ្លាំងទន្លេព្រាយត្រូវបានគេហាមឃាត់មិនឲ្យនរណាចូលជិតយប់ឡើយប៉ុន្តែចិត្តរបស់វុធី ស្រីនិតនិងច័ន្ទដាមិនអាចស្ងៀមស្ងាត់បានទេព្រោះពួកគេចង់ដឹងថាតារាត្រូវបាត់ពិតប្រាកដឬថានៅមានជីវិតនៅក្នុងអំណាចរបស់ខ្មោចទឹកយប់មួយពេលភ្លៀងធ្លាក់រលាយពួកគេអង្គុយនៅក្នុងផ្ទះស្រីនិតទឹកភ្លៀងបក់ដូចសំឡេងបាក់សៃខ្មោចហួងយប់ស្រីនិតដែលកំពុងតែភ័យស្លន់ស្លោនិយាយថាយើងគួរតែទៅសួរព្រះសង្ឃនៅវត្តប្រហែលថាព្រះសង្ឃអាចជួយយើងចាប់ផ្ដើមសូត្រមន្តដើម្បីបញ្ចេញព្រលឹងតារាវុធីក្រឡេកមើលច័ន្ទដាហើយពិចារណាថាអាចជាវិធីតែមួយដូច្នេះពួកគេបានទៅវត្តពេលព្រឹកក្រោយព្រះសង្ឃចាស់មួយនាមព្រះសិរីបានទទួលពួកគេព្រះសង្ឃស្ដាប់រឿងទាំងអស់ហើយស្រឡះខ្មោចទឹកនោះគឺព្រលឹងស្ត្រីដែលស្លាប់ដោយការលង់ទឹកពិតប្រាកដ
នាងឈ្មោះសុភីបគេបាននិយាយថានាងត្រូវបដិក្បត់ទើបលោតចូលទន្លេចាប់តាំងពីនោះមកប្រលឹងនាងคล้ายជាអាក្រក់ដោយកំហឹងនិងសេចក្តីឈឺចាប់ព្រះសង្ឃនិយាយបន្តថាតារាមិនទាន់ស្លាប់ទាំងស្រុងទេប្រលឹងគេត្រូវបានចងក្នុងអំណាចនាងបើអ្នកចង់សង្គ្រោះគួរតែយកខ្យងស័ក្តិសិទ្ធិនិងសូត្រមន្តទៅក្បែរទន្លេពេលប្រច័ណ្ឌពេញមួយតែត្រូវមានកម្លាំងចិត្តមិនអាចខ្លាចឡើយបន្ទាប់ពីសូត្រមន្តទទួលបានពួកគេរៀបចំទៅក្បែរទន្លេពេលប្រច័ណ្ឌពេញមួយពន្លឺក្រហមលាយស្រស់នៅលើផ្ទៃទឹកក្រហមដូចឈាមហើយខ្យល់ក៏បក់ធ្លាក់ដូចជាសំឡេងក្មេងស្រែកភ្លាមទឹកចាប់ផ្ដើមហូរឡើងវិញស្រមោលស្ត្រីសក់វែងស្រឡះឡើងពីផ្ទៃទឹកនាងមានមុខស្រស់ស្អាតក្រពេញភ្នែកចិញ្ចៀមហើយសំឡេងនាងដូចចងចិត្តអ្នកណាមករំខានទន្លេរបស់ខ្ញុំពួកគេចាប់ផ្ដើមសូត្រមន្តលូធ្វើឲ្យទឹកក្តៅនិងបញ្ចេញពន្លឺសខ្មោចទឹកក៏រញ្ជួយខ្លួនយ៉ាងខ្លាំងស្រាប់តែមានសំឡេងតារាបញ្ចេញពីក្នុងទន្លេជួយខ្ញុំផងខ្ញុំត្រូវគេចងប្រលឹងស្រីនិតយំស្រែកហើយកាន់ខ្យងទៅលើទឹកពន្លឺខ្យងបាញ់ចូលទឹកបែកចេញជារង្វង់ធំនៅកណ្ដាលនាងឃើញតារាឈោប្រឡងដៃហាក់បីដូចត្រូវខ្សែអាចកំបាំងចងជាប់ពុទ្ធីកាន់ខ្យងទៀតហើយសូត្រមន្តច្រើនជាងមុនសំឡេងខ្មោចទឹកកិនក្រហើមគ្មាននរណាអាចយកប្រលឹងពីខ្ញុំបានទេនេះគឺទន្លេរបស់ខ្ញុំភ្លាមនោះដៃខ្មោចទឹកជាច្រើនលូតឡើងចង់ទាញពួកគេតែព្រះសង្ឃសេរីបានមកជាមួយព្រះអង្គដាក់មន្តតាមច្រាំងសូត្រមន្តធ្វើឲ្យដៃទាំងនោះរលាយជាទឹកខ្មោចទឹកក៏ឈូសចាប់រំដុំស្រមោលតារាត្រូវបញ្ចេញពីទឹកគេដួលលើដីដកដង្ហើមជ្រៅប៉ុន្តែមុខគាត់ស្លេកស្លាំងដូចជាមនុស្សមិនពេញលេញទៀតព្រះសង្ឃនិយាយថាយើងអាចសង្គ្រោះប្រលឹងតារាបានតែផ្នែកខ្លួនគាត់នៅរស់ប៉ុន្តែប្រលឹងមិនទាំងស្រុងខ្មោចទឹកសុភីបនៅតែរស់រំក្រំទន្លេដើម្បីបញ្ចប់វាយើងត្រូវស្វែងរកអដ្ឋាកាសអតីតរបស់នាងគឺឆ្អឹងឯងដែលនៅសល់ក្រំទន្លេប្រសិនបើយើងដាក់ឲ្យទៅវត្តនាងទើបបានទទួលសេចក្តីសុខស្រីនិតនិងវុធីស្លាប់សង្ឃឹមព្រោះរឿងមិនទាន់ចប់ចន្ទាដែលភ័យតែងតែស្ងៀមតែពេលនោះបាននិយាយជាថ្មីប្រសិនបើយើងមិនចុះទៅទន្លេដើម្បីរកឆ្អឹងនាងនឹងបន្តទាញមនុស្សទៅទៀតពេលនោះទឹកទន្លេចាប់ផ្ដើមបក់ឡើងជាដំណក់ក្រហមសំឡេងស្ត្រីសនុកស្រែកចេញមកវិញញាក់នឹងមិនស្គាល់សេចក្តីសុខឡើយខ្ញុំនឹងតាមញាក់ទាល់តែឆ្អឹងរបស់ខ្ញុំបានសងសឹកយប់មួយពេលអ្នកភូមិដេកស្ងាត់តែពន្លឺព្រះច័ន្ទពេញមួយភ្លឺស្រទន់លើទន្លេព្រាយពុទ្ធីស្រីនិតនិងចន្ទដាត្រៀមខ្លួនជាមួយខ្យងស័ក្តិសិទ្ធិនិងមន្តសូត្រដែលព្រះសង្ឃសិរីផ្ដល់ឲ្យតារាក៏ត្រូវបាននាំមកផងដែរទោះបីសភាពរបស់គាត់ស្លេកស្លាំងនិងភ្លឺភ្លាមដូចជាមិនមែនជាមនុស្សពេញលេញក៏ដោយព្រះសង្ឃសិរីប្រាប់ថាឆ្អឹងរបស់សុភីបស្ថិតនៅជ្រៅក្រោមទន្លេដោយគេមិនធ្វើបុណ្យឲ្យនាងប្រសិនបើអ្នកអាចយកវាឡើងដាក់ឲ្យទៅវត្តនាងនឹងទទួលបានសេចក្តីសុខប៉ុន្តែចាំថាខ្មៅទឹកនឹងមិនឲ្យញាក់សម្រេចបានងាយឡើយការចុះទឹកក្នុងទន្លេពួកគេយកទូកតូចមួយហើយចូលទៅកណ្ដាលទន្លេទឹកស្ងៀមស្ងាត់ប៉ុន្តែពេលចូលកណ្ដាលទូកចាប់ដើមញ័រដូចមានអ្វីមួយចាក់ពីក្រោមស្រីនិតចាប់ដៃវុធីមិនឲ្យទៀងចេញព្រោះភ័យថានឹងជ្រុះទឹកតារាដែលអង្គុយនៅចុងទូកស្រាប់តែភ្នែកគេក្រហមឡើងហើយនិយាយសំឡេងមិនដូចមនុស្សគាត់កំពុងតាមមកគាត់មិនឲ្យយើងចូលទៅជ្រៅទេភ្លាមនោះទឹកជុំវិញទូកក្រហមដូចឈាមហើយស្រមោលស្ត្រីសក់វែងលេចឡើងពីទឹកគឺសុភីបនាងស្រីសំឡេងខ្លាំងដូចបំផ្លាញត្រចៀកឆ្អឹងរបស់ខ្ញុំជារបស់ខ្ញុំអ្នកណាក៏មិនអាចយកទៅបានទេវុធីកាន់ខ្យងភ្លឺហើយសូត្រមន្តពន្លឺខ្យងបាញ់ទៅលើស្រមោលខ្មៅទឹកប៉ុន្តែនាងសោយសាហាវហើយបំបីពន្លឺទាំងនោះទូកក៏ញ័រដល់ថ្នាក់អាចផ្លាក់បដោយសេរលំជ្រៅក្រោមទឹកព្រះសង្ឃសេរីដែលឈរនៅច្រាំងច្រៀងសូត្រមន្តពិសេសទឹកនៅកម្ដៅទន្លេបែកចេញជារង្វង់ធំ
នៅខាងក្រោមគេឃើញអណ្ដូងមួយឆ្អឹងស្ត្រីស្លៀកខោអាវស្រក់ស្កិតកំពុងជាប់នៅចុងដីជ្រៅវុធីក្លៀហានចូលទៅក្នុងទឹកដោយចន្ទាចូលតាមពេលពួកគេចុះទៅជិតឆ្អឹងមានដៃខ្មៅជាច្រើនលូតចេញព្យាយាមទាញពួកគេទៅជ្រៅសំឡេងសុភាពក៏ដាក់ពាក្យបោកបើអ្នកណាចូលជិតឆ្អឹងនេះអ្នកនឹងជាប់ជារៀងរហូតដូចតារាចន្ទាភ័យក៏ចាប់ផ្ដើមរលាកសរសៃចិត្តប៉ុន្តែវុធីមិនទុកឲ្យថយក្រោយគេប្រើខ្យងជាមក័រដាក់ទៅលើដៃខ្មោចទាំងនោះពន្លឺខ្យងធ្វើឲ្យវារលាយជាទឹកចុងក្រោយគេចូលដល់ឆ្អឹងសុភាពកាត់ខាងខ្លាំងបញ្ចេញរាងពេញពីទឹកនាងក្លាយជារូបខ្មោចស្ត្រីមានក្រចកវែងភ្លឺហើយភ្នែកក្រហមដូចភ្លើងនាងលត់ចុះទៅក្នុងទឹកដើម្បីរារាំងវុធីនិងចន្ទាស្រីនិតនៅលើទូកស្រែកសូត្រមន្តទាំងអស់ដែលព្រះសង្ឃបានបង្រៀនពន្លឺពីខ្យងចាប់ផ្ដើមឆ្លុះពេញទន្លេតារាដែលអង្គុយនៅទូកស្រាប់តែដួលហើយសំឡេងនាងបដូរឆ្អឹងនោះយកឆ្អឹងនោះឡើងដើម្បីឲ្យខ្ញុំបានសងសឹកចុងក្រោយវុធីយកឆ្អឹងសុភាពចេញពីដីពេលគេចាប់បានសុភាពស្រែករំដំដោយអាកាសងើបរាងនាងឆេះជាអណ្ដាតភ្លើងក្រហមរហូតរលីចូលក្នុងទឹកទន្លេត្រឡប់ទៅស្ងៀមដូចដើមប៉ុន្តែពេលវុធីនិងចន្ទាលោតឡើងទៅទូកតារាឈរចាំស្ងៀមស្ងាត់មុខគាត់ស្លេកហើយភ្នែកមើលទៅឆ្អឹងក្នុងដៃវុធីគេនិយាយសំឡេងស្រពេចស្រពិលឆ្អឹងនេះមិនមែនរបស់សុភាពទេវាជារបស់ខ្ញុំស្រីនិតនិងវុធីភ្ញាក់ផ្អើលព្រះសង្ឃសិរីនៅច្រាំងសម្លឹងមកដោយភ្នែកធ្ងន់ធ្ងរព្រះអង្គនិយាយថាព្រលឹងតារាបានភ្ជាប់ជាមួយអំណាចអាក្រក់ហើយការប្រយុទ្ធពិតប្រាកដមិនទាន់ចាប់ផ្ដើមទេរឿងខ្មោចទឹកភាគ4ពេលយប់នោះទន្លេព្រាយស្ងៀមតែមានអារម្មណ៍ចងចាំអាក្រក់ពេលវុធីនិងស្រីនិតកាន់ឆ្អឹងស្រក់ទឹកចេញពីទន្លេក៏ស្រមោលតារាឈរចាំលើទូកភ្នែកគេក្រហមព្រាហាមដោយភ្លើងឆេះខឹងភ្នែកព្រះសង្ឃសិរីនៅច្រាំងបញ្ចេញសូត្រមន្តយ៉ាងខ្លាំងដើម្បីទប់ព្រលឹងអាក្រក់ប៉ុន្តែតារាបានស្រែកសម្លេងមិនដូចមនុស្សខ្ញុំមិនមែនតារាទៀតទេខ្ញុំគឺជាខ្មោចទឹកថ្មីដែលត្រូវបន្តសងសឹកភ្លាមនោះទូកញ័រដល់ថ្នាក់ស្រីនិតស្ទើរជ្រុះទឹកវុធីចាប់នាងតាន់ពេលប៉ុន្តែតារាក៏លោតមកចង់ឆក់ឆ្អឹងពីដៃវុធីការប្រែក្លាយរបស់តារារូបរាងប្លែកទៅវាលើកដៃបង្ហាញក្រចកវែងក្រហមសក់គេវែងឆើតហួសចោកដោយទឹកឈាមសំឡេងនាងអំអាតពេញទន្លេព្រលឹងសុភាពដែលត្រូវបានទម្លាយចេញពីឆ្អឹងបានចូលក្នុងតារានិងបង្កើតកម្លាំងថ្មីព្រះសង្ឃសេរីនិយាយពីច្រាំងព្រលឹងសុភាពមិនទទួលបានសេចក្តីសុខទេវាភ្ជាប់ទៅតារាដោយសារចិត្តកំហឹងរបស់គាត់ឥឡូវតារាបានក្លាយជាម្ចាស់ទន្លេជំនួសសុភាពហើយស្រីនិតយំដោយសេចក្តីក្តីស្រឡាញ់តារាអ្នកសុំត្រឡប់មកវិញយើងជាមិត្តគ្នាតែភ្នែកតារាមិនមានសេចក្តីមេត្តាទៀតទេគេហួចដៃហើយទឹកទន្លេចាប់ផ្ដើមកើនឡើងដូចជាអំពាវនាវសត្វអាបជាច្រើនឡើងពីជ្រៅការប្រយុទ្ធកណ្ដាលទន្លេវុធីកាន់ឆ្អឹងសុភាពដាក់ខ្យងនៅលើវាហើយសូត្រមន្តពន្លឺខ្យងបាញ់ចូលឆ្អឹងធ្វើឲ្យតារារញ្ជួយខ្លួនតែគេឈប់សាចសាហាវឆ្អឹងនេះគ្មានអំណាចទៀតទេព្រោះប្រលឹងសុភាពភ្ជាប់ជាមួយខ្លួនហើយភ្លាមនោះទឹកជុំវិញទូកខ្លាចជាខ្មោចជាច្រើនរៀងដេញទូកមិនឲ្យចេញចន្ទាដែលស្ទើរតែងោស្ងៀមស្រាប់តែយកកំបិតសុទ្ធដែលយកមកពីផ្ទះចាក់ចូលទឹកកំបិតភ្លីជាមួយសូត្រមន្តបន្តិចដែលព្រះសង្ឃអនុញ្ញាតពន្លឺធ្វើឲ្យខ្មោចទឹកច្រើនរលាយជាទឹកតារាកាត់ខឹងដាច់ដង្ហើមគេបញ្ចេញសម្លេងដូចអំពូលផ្គរអ្នកទាំងអស់គ្នាមិនអាចគេចផុតពីខ្ញុំបានទេនាងលោតពីទូកទៅកណ្ដាលទន្លេទឹកคล้ายជារលកក្រហមធំបំផ្លាញពន្លឺព្រះច័ន្ទទូកស្ទើរតែបែកសេចក្តីសង្ឃឹមតូចព្រះសង្ឃសេរីឈរបន្តិចព្រមទាំងកាន់កញ្ចប់មួយដែលមានមុនឧត្តមព្រះអង្គស្រែកតែសេចក្តីស្រឡាញ់និងមិត្តភាពប៉ុណ្ណោះអាចដាច់ប្រលឹងអាក្រក់នេះបានស្រីនិតបែរទទួលកញ្ចប់ពីព្រះសង្ឃហើយទាមទារចូលទៅចិត្តតារា
ទោះបីទឹកកំពុងជក់ខ្លួននាងស្រែកដោយទឹកភ្នែកតារាយើងបានស្រឡាញ់មិត្តភាពជាមួយអ្នកយើងមិនអាចបោះបង់អ្នកទេសូមត្រឡប់មកវិញនាងបើកកញ្ចប់ដែលม้วนខ្សែពណ៌សនិងអក្សរមុនពន្លឺសចេញពីក្នុងនិងភ្លឺលើតារាស្រាប់តែតារារញ្ជួយដូចមានមនុស្សពីរប្រកួតក្នុងខ្លួនសំឡេងតារាដែលពិតប្រាកដបញ្ចេញយ៉ាងខ្សោយជួយខ្ញុំមិនចង់ខ្លាចជាអាក្រក់ទេសុភាពក៏ស្រែកទប់គ្មាននរណាអាចដោះខ្ញុំពីកំហឹងបានទេពន្លឺសនិងទឹកក្រហមប្រឆាំងគ្នាដល់ថ្នាក់ទន្លេរំញោចុងក្រោយពន្លឺសបានលើកឡើងខ្លាំងបំផុតរាងតារាទៅបែកជាពីរមួយជារូបតារាមានភ្នែកទន់ភ្លន់ហើយមួយជារូបសុភាពខ្មោចក្រហមសុភាពស្រែករំដំមួយកំឡោះហើយរលាយចូលក្នុងទឹកដោយស្លាប់ជាថ្មីតារាដួលលើទូកដកដង្ហើមធ្ងន់តែទន្លេព្រាយមិនស្ងៀមទេទឹកនៅសល់ជារលកក្រហមបន្តិចហាក់បីដូចនៅមានអំណាចអាក្រក់លះកំបាំងព្រះសង្ឃសេរីសម្លឹងមកនឹងនិយាយថាយើងបានសង្គ្រោះតារាតែទន្លេនេះមិនតន់អស់អាក្រក់ទេនៅជ្រៅក្រោមទឹកនៅមានអាចកំបាំងធំជាងនេះ